បងប្អូនទាំងអស់គ្នាឥឡូវមកជួបខ្ញុំជាមួយនឹងវីដេអូថ្មីមួយទៀតហើយបងប្អូនហើយថ្ងៃហ្នឹងគឺខ្ញុំនាំបងប្អូនមកមើលព្រីងរបស់ខ្ញុំហ៎អានេះគឺដើមព្រីងម៉ាឡេហ៎បងប្អូនដើមព្រីងម៉ាឡេរបស់ខ្ញុំហ្នឹងបងប្អូននិយាយទៅគឺដាំនេះគឺ5ឆ្នាំហើយបងប្អូនដើមព្រីងហ្នឹងហ៎ហើយឥឡូវគឺវាទំតផ្កាទេបងប្អូនខ្ញុំនាំបងប្អូនមកមើលផ្កាវាអញ្ចឹងណាប្រហែលជាមានបងប្អូនខ្លះដែលគាត់អត់ដែរឃើញអីអញ្ចឹងទៅឥឡូវគឺខ្ញុំនាំបងប្អូនមកមើលផ្កាអញ្ចឹងណានិយាយទៅផ្កាវាគឺស្អាតតើបងប្អូនតែអានេះផ្កាកំពុំបងប្អូនអានេះវាអត់ទាន់រីកទេណាអានេះនៅកំពុំនៅឡើយណាបងប្អូនចាំមើលខ្ញុំនាំបងប្អូនទៅមើលផ្កាវារីកនិយាយទៅផ្កាវារីកមើលមកផ្លែតសរៀងដូចសរៀងផ្កាចពូបងប្អូនប៉ុន្តែគាត់ថាវាទូចចឹងណាពណ៌សចឹងណាផ្កាវាគឺពណ៌សសរៀងនឹងផ្កាចពូចឹងណាបងប្អូនហើយផ្កាវាមានអីបងប្អូនផ្កាវាស្អាតតើបងប្អូននេះបងប្អូនទាំងអស់គ្នាមើលនេះផ្កាវាបងប្អូនហើយផ្កាវាសឃើញអត់សមើលទៅដូចសរៀងផ្កាចពូមិនដឹងឯងបងប្អូនគ្រាន់ថាវាទូចនិយាយទៅវាទូចចកោមទូចចឹងណាបងប្អូនហើយអានេះសម្រាប់បងប្អូនដែលគាត់អត់ដែរឃើញអញ្ចឹងណាបងប្អូនអាចមើលវាបានអញ្ចឹងណាព្រោះពេលខ្លះមិនប្រកាសថាបងប្អូនទាំងអស់គ្នាគាត់អាចនឹងដែរឃើញទេដូចខ្ញុំអត់ដែរឃើញដែរបងប្អូនទំតែឃើញទេនេះដោយសារយើងដាំខ្លួនឯងហើយឥឡូវវាទំតែផ្កាខ្ញុំដាំឡើង5ឆ្នាំហើយបងប្អូនព្រីងហ្នឹងឥឡូវទឹមតែផ្កាហើយក៏ទឹមតែស្គាល់ដូចគ្នាអញ្ចឹងណាពេលយើងបានឃើញអញ្ចឹងទឹមស្គាល់ដែរថាអូតាមពិតផ្កាវាអញ្ចឹងសោះបងប្អូននិយាយទៅគឺអត់ដែរឃើញដែរអញ្ចឹងណាហើយផ្កាវាស្អាតបងប្អូនរៀងចកោមអញ្ចឹងណាពណ៌សរៀងចកោមអញ្ចឹងមានអីបងប្អូនមួយយ៉ាងហើយអានេះគឺផ្កាច្រើនណាបងប្អូនពេញមេឃទាំងអស់ហ្មងនិយាយទៅព្រីងនេះគឺបើសិនជាវាបានផ្លែគឺផ្លែប្រហែលជាផ្លែបាក់មេឃហ្មងបងប្អូនព្រោះថាផ្កាគឺផ្កាគ្រប់មេឃទាំងអស់ហ្មងណាគឺផ្កាគ្រប់មេឃហ្មងហើយសម្រាប់ព្រីងហ្នឹងគឺខ្ញុំធ្លាប់ឮគេនិយាយថាបើសិនជាផ្លែគឺផ្លែច្រើនណាបងប្អូន